បាទសូមគោរពនឹងជំរាបសួរបងប្អូនបាទដែលតែងតែតាមដានរាល់ការបាននិទានរឿងរបស់ខ្ញុំបាទថ្ងៃនេះដែរខ្ញុំបានក៏សូមបាទលើកយករឿងបាទមួយដែលមកចែកជូនពុកម៉ែបងប្អូនបាទជារឿងមួយដែលរឿងដីផ្ទះមួយបែកបាក់ទឹកចិត្តបងប្អូនបាទហើយរឿងនេះដែរបាទដែលមានតួអង្គទី1ឈ្មោះសុភាទីអង្គទី2ឈ្មោះធាទីអង្គទី3ឈ្មោះម៉ែឆាយបាទសុភាជាបងហើយសុធានឹងគឺជាប្អូនបាទមុននឹងឈានទៅដល់សាច់រឿងនេះឥឡូវសូមបងប្អូនបាទជួយចុច Subscribe ឬចុច Like ម្នាក់មួយផងដើម្បីបងប្អូនមានកម្លាំងចិត្តធ្វើហើយនឹងបងប្អូនអាចទទួលបានរឿងនិទានថ្មីពី Channel របស់ Titu និទានរឿងខ្មែរបាទឥឡូវតោះកុំឲ្យខាត់ពេលវេលាយូរយើងទៅស្ដាប់តែម្ដងទៅបាទនៅថ្ងៃមួយបាទអ្នកទាំងពីរសុធាហើយនិងសុភាហ្នឹងជាបងប្អូនមកកើតដូចគ្នាហើយគាត់ទាំងពីរហ្នឹងបាទក៏បានមកលេងម្ដាយដោយបារម្ភពីម្ដាយដែលម្ដាយបាទចាស់ទៅហើយគាត់មានវ័យចំណាស់ហើយបងប្អូនគាត់ចាស់ហើយឪពុករបស់គាត់ហ្នឹងក៏ទើបនឹងស្លាប់បាន1ឆ្នាំដែរបាទហើយមានដីមួយបាទហិកតាដែលមានផ្ទះដែលម្ដាយរស់នៅសពថ្ងៃហ្នឹងបងប្អូនបាទគាត់បាទហើយគាត់បានទៅសេសម្បត្តិមួយគឺទុកចំណែកឲ្យកូនទាំងពីរប៉ុន្តែការសរសេរហ្នឹងមិនច្បាស់លាស់ថាមិនដឹងថាឲ្យទៅកូនមួយណាទេបាទព្រោះអ្នកទាំងពីរហ្នឹងគឺបាទហើយបុគ្គលបងហ្នឹងគាត់អត់បានរស់នៅនឹងទេគាត់ទៅរស់នៅទីក្រុងភ្នំពេញដែលគាត់ទៅធ្វើការនៅភ្នំពេញហើយកូនប្អូននេះបាទរស់នៅជាមួយម្ដាយបាទរស់នៅមួយម្ដាយប៉ុន្តែគាត់ថាពេលម្ដាយឈឺហ្នឹងគឺគាត់តែងតែមើលថែមរតកម្ដាយរហូតបាទមើលថែម្ដាយថែទាំរហូតណាប្អូនដែលឈ្មោះសុធាបាទបើសុភាគាត់ទៅនៅភ្នំពេញធ្វើការនៅភ្នំពេញបើថែរកចំណូលឲ្យគ្រួសារដែរដែលថាតែគាត់មិនទាន់មានគ្រួសារទេបាទនៅកំឡោះរៀងខ្លួនដែលកំឡោះចាស់បាទហើយអ្នកទាំងពីរបានមកដល់ផ្ទះហ្នឹងដោយសារតែបារម្ភពីម្ដាយបាទសុភាហ្នឹងបារម្ភពីម្ដាយថាម្ដាយចាស់ណាស់ហើយគាត់មិនដឹងទីពឹងណាទេហើយឪពុកក៏ទៅស្លាប់ដែរហើយម្ដាយក៏ចាស់ដែរឈឺទ្រុឌទ្រោមដែរមិនមានកម្លាំងអីទេបាទហើយអ្នកទាំងពីរបាទក៏បានផឹកស៊ីជាមួយគ្នាក៏បានទៅចែកវែកញែកគ្នារឿងដីនឹងហើយក៏បានបាទឆ្គងពីសម្ដីគ្នាក៏បានឆ្លោះប្រកែកគ្នាដោយសារថាមិនដឹងថាឪពុកនឹងមិនដឹងថាចែកទ្រព្យឲ្យទៅលើអ្នកណាច្បាស់ទេបាទក៏បានបាទសុភាក៏បាននិយាយទៅកាន់ប្អូនថាប្អូនឪពុកម្ដាយចង់ឲ្យយើងទាំងពីរថែរក្សាដីនេះបាទមិនឲ្យយើងមកប្រកែកគ្នានៅត្រង់នេះទេដោយសារតែដីនេះជាដីគេរបស់ឪពុកម្ដាយបងក៏មិនចង់បានអ្វីដែរបាទហើយសុធានោះក៏ក្តៅចិត្តហ្មងនិយាយបាទមើងងាយបងណាស់បាទគាត់មើងងាយបងបងនៅទីក្រុងបងមានផ្ទះនៅភ្នំពេញហើយបងមានផ្ទះមានអីរួចហើយបងជាមនុស្សបាទដែលចាស់ទុំមួយរូបដែលខ្ញុំតែងតែគោរពខ្ញុំគឺជាមនុស្សម្នាក់ដែលរស់នៅជាមួយម្ដាយរស់នៅក្នុងភូមិនេះតើมันអាចថែរក្សាដីឪពុកម្ដាយនេះបានដែរទេហើយសុភាដែលជាបងនោះក៏បានប្រាប់ប្អូនវិញដែរថាបងមកនេះមិនមែនមកចង់បានត្រែមិនចង់បានដីឪពុកអីទេបងក៏ចង់ថាបង្កើតនិងអភិវឌ្ឍដីនេះឲ្យមានកន្លែងការដាំដុះមានកន្លែងការដាំដុះមានកសិដ្ឋានអីចិញ្ចឹមសត្វចិញ្ចឹមអីដើម្បីរកចំណូលបន្ថែមទេមិនមែនមកចង់បានគេមរតកអីពីប្អូនពីឪពុកទេពួកអីដីនេះក៏មិនមែនជាសិទ្ធិរបស់ប្អូនហើយក៏មិនមែនជាសិទ្ធិរបស់បងដែរគឺមិនតង់ច្បាស់លាស់តែមិនថាឪពុកក៏បានសរសេរមរតកហ្នឹងឲ្យពួកយើងហើយបាទគាត់ថាកំណត់របស់សុភាហ្នឹងគាត់ចង់បានន័យថាគាត់ចង់មកទីនេះដើម្បីអភិវឌ្ឍដីនឹងបាទកែប្រែដីនឹងឲ្យរីកចម្រើនបាទឲ្យបង្កើតកសិដ្ឋានចំគោចំមាន់ឬក៏បង្កើតបាទដាំដំណាំផ្សេងដើម្បីលក់ទៅបានចំណូលបន្ថែមហើយមើលជំងឺម៉ែមើលអីបន្ថែមអញ្ចឹងណាបងប្អូនដោយសារគាត់ចាស់ហើយគាត់អត់មានទេមានតែកូន2នាក់ហ្នឹងហើយបាទហើយសុធាក៏បាទប្រកែកដែរថាទេអត់ទេខ្ញុំមិនជឿបងទេបងនិយាយ
ចឹងខ្ញុំមិនជឿទេបងឯងបើតែងតែយកអ្វីបានតាមចិត្តប៉ុន្តែបងមិនអាចយកកេរមរតកឪពុកនេះបានទេដែលគាត់ចែកឲ្យខ្ញុំហើយទៅបងក៏បានប្រាប់ថាច្បាស់តែអត់ថាឪពុកបានចែកឲ្យប្អូនគឺដីនេះជាកម្មសិទ្ធិរបស់ពួកយើងទាំងពីរប៉ុន្តែមិនដឹងថាអ្នកណាដាច់មុខឲ្យច្បាស់លាស់បាទអ្នកពីរក៏បានបាទឆ្លោះប្រកែកគ្នាបាទមានទំនាស់កើតឡើងហើយម៉ែឆាយនោះក៏ចូលមកសម្រួលបាទខ្លួនគាត់ឈឺណាតែក៏ចូលមកសម្រួលតែអ្នកទាំងពីរអត់ស្ដាប់ម្ដាយរបស់ខ្លួនទេបាទទៅចែកគ្នាបាទឆ្លោះប្រកែកគ្នាបាទអ្នកទាំងពីរក៏បានទៅចែកគ្នាកាន់តែខ្លាំងឡើងប្រកែកគ្នាបាទឆ្លោះគ្នាកាន់តែខ្លាំងឡើងសុធានិងសុភាហ្នឹងបងប្អូនឆ្លោះគ្នាកាន់តែខ្លាំងឡើងបាទប្រឆាំងគ្នាបាទមិនស្ដាប់ហេតុផលណាទាំងអស់បាទហើយសុភាដែលជាបងនោះបាទបាននិយាយទៅកាន់ប្អូនមិនគោរពបងទេបងគឺជាមនុស្សធំជាមនុស្សដែលនៅក្នុងផ្ទះនេះដែរតាបាទហើយសុធាណាដែលជាប្អូននោះបងក៏បានតបទៅបងវិញថាខ្ញុំមិនគោរពទេបងឯងធំមែនប៉ុន្តែបងឯងចិត្តបងឯងគឺធំគឺមានភាពលោភលន់ណាស់បាទអ្នកទាំងពីរក៏ឆ្លោះប្រកែកគ្នារិះគន់គ្នាជេរប្រមាថដៀគ្នាបាទរហូតដល់មានការវាយដំគ្នាបាទបាក់បែកបាទកៅអីបាក់បែកសម្ភារៈដែលនៅក្នុងផ្ទះដែលផឹកស៊ីហ្នឹងបាក់បែកខ្ទេចខ្ទីបោកវាយបាទបតៃបតប់គ្នាអស់ហើយបាទហើយម្ដាយក៏អស់សង្ឃឹមបាទក៏អស់សង្ឃឹមហើយគាត់ស្រក់ទឹកភ្នែកបាទគាត់ស្រក់ទឹកភ្នែកគាត់យំបាទក៏អស់សង្ឃឹមនឹងកូនទាំងពីរដែរមិនគួរណាធ្វើបែបហ្នឹងណាបងប្អូនបាទហើយក៏បានបាទនិយាយទៅកាន់បាទកូនទាំងពីរថាដីផ្ទះសោះដីមួយប៉ុណ្ណឹងសោះដីគេប៉ុណ្ណឹងសោះធ្វើឲ្យបែកបាក់ទឹកចិត្តបងប្អូនអញ្ចឹងហាបាទឪពុកដែលគាត់បានចែកឋានទៅនោះតើគាត់មានបាទចិត្តស្ងប់ដែរឬទេបើកូនឯងទាំងពីរមកឆ្លោះប្រកែកគ្នារឿងបាទទ្រព្យសម្បត្តិដែលគាត់ទុកឲ្យហើយប៉ុន្តែមិនចេះបាទចែករំលែកគ្នាអញ្ចឹងបាទហើយអ្នកចិត្តខាងនោះក៏ឃើញអញ្ចឹងក៏បានចូលមកខាត់បាទរារាំងបាទកុំឲ្យមានបាទការវាយដំឆ្លុតគ្នាបន្ថែមណាបងប្អូនកុំឲ្យបាទវាយដំគ្នាបន្ថែមទៀតដោយសារតែវាទទួលស្គាល់ថាបញ្ហាគ្រួសារមែនប៉ុន្តែអ្នកជិតខាងក៏មើលទៅវិទិសភ្នែកដែរបាទដែលជាទៅជាពូជាមីហ្នឹងក៏បានចូលមកខាត់បាទរារាំងបាទអ្នកទាំងពីរឲ្យឈប់អ្នកទាំងពីរបាទឈប់អ្នកទាំងពីរបាទដីអ្នកអាចចែកគ្នាបានប៉ុន្តែបាទទឹកចិត្តបងប្អូនឬក៏បងប្អូនអ្នកមិនអាចស្ដារវិញបានទេបើសិនជាអ្នកធ្វើបែបនេះបាទហើយសុធានោះក៏ភ្ញាក់ខ្លួនទ្រឹតបាទភ្ញាក់ខ្លួនទ្រឹតថាបងប្អូនមានតែ2នាក់បើមកវាយដំគ្នាដូចមិនកើតទេម្ដាយបើយើងវាយដំគ្នាបើមានបញ្ហាទៅអ្នកណាមើលខុសត្រូវបាទម្ដាយគាត់ឈឺចាស់ជរាផងបាទហើយក៏គិតបែបហ្នឹងហោះក៏ដកខ្លួនថយបាទសុភានិងសុធាននឹងស្ទើរតែវាយគ្នាដល់ដាច់ខ្យល់រៀងខ្លួនហើយបាទដាច់ខ្យល់រៀងខ្លួនហើយសឹងថាវាយគ្នារបួសបាទរៀងខ្លួនប៉ុន្តែចុងក្រោយគឺបាទសុធាដែលជាបងនោះដែលជាប្អូននោះគឺបាទទទួលបានមានរបួសបាទរបួសតូចមួយហើយសុភាណាក៏រត់មកជួយបាទសុធាបាទហើយក៏យំថាប្អូនបងមិនចង់វីដល់ប្អូនដល់ធ្ងន់បែបនេះទេប៉ុន្តែប្អូនបងជ្រុលដៃបងខុសហើយបងសុំទោសបាទហើយបែរសុធាណាដែលជាប្អូននោះបាទក៏ស្រែកធ្ងោបាទចិត្តតែទៅថាខ្ញុំក៏ខុសដែរបងខ្ញុំគិតបាទតែពីដីខ្ញុំមិនគិតពីកិត្តិយសគ្រួសាររបស់យើងនេះដែរខ្ញុំសុំទោសបងដែរក៏ខ្ញុំធ្វើឲ្យនេះវាខុសដែរបាទចង់បញ្ចប់អ្នកទាំងពីរក៏បានសម្រួលគ្នាបាទបានស្រួលហើយក៏បានបែងចែកគ្នាបាទខាងបង្កើតមុខរបរអាជីវកម្មមានខ្លួនហើយប្អូននោះមិនបានយកកលៈទេសៈថាបងនឹងចង់ចឹងទេគិតថាបងនឹងមកលោភលន់ចង់បានដីហើយត្រឡប់ទៅភ្នំពេញលក់យកលុយខ្លួនឯងយកទៅភ្នំពេញទេប៉ុន្តែប្រធានពិតបងនោះក៏ធ្លាប់ចង់មកនេះទេប៉ុន្តែពេលសង្វឹងហ៊ានខ្លួនទៅគឺប្រកែកញែកគ្នាបាទវាយទីតប់គ្នាបាទមិនដឹងហេតុផលមិនដឹងអីទេបាទវាយគ្នារហូតបាទអ្នកទាំងម្ដាយនោះក៏យំបាទទឹកភ្នែកជូរទឹកភ្នែកយំទាំងសោកស្ដាយបាទហើយអ្វីក៏កូនធ្វើបែបហ្នឹងអញ្ចឹងណាបងប្អូន
បាទអញ្ចឹងទៅអ្នកទាំងពីរឥឡូវក៏បានសបសូរគ្នាវិញហើយក៏បានត្រូវរើគ្នាបានបែងចែកគ្នាបានច្បាស់លាស់ហើយក៏បានបង្កើតមុខរបរលើនឹងទៅបាទម្ដាយក៏បានធូរចិត្តធូរស្រាលទៅប៉ុន្តែគាត់ថាបើរឿងនេះគឺចង់បាននិយាយថាបងប្អូនបង្កើតទ្រព្យសម្បត្តិដែលនៅក្រៅខ្លួនយើងអាចរើបានប៉ុន្តែទឹកចិត្តសាមគ្គីជាបងប្អូនបើសិនជាមានអ្នកណាម្នាក់ឬក៏ម្ដាយឪពុកយើងណាម្នាក់ដែលគាត់នៅជាម្លប់ពីយើងនៅឡើយក៏យើងមិនអាចត្រូវឆ្លោះគ្នាបែបទេកុំឲ្យគាត់ពិបាកចិត្តព្រោះគាត់ចាស់ហើយបាទមិនបានមកសងគុណមិនបានអីគាត់ក៏មិនចាំបាច់មកបាទតតែមរតកគាត់ខំប្រឹងរើមកពីដើមមកគាត់កាប់គងគាត់មិនសង្ឃឹមថាគាត់យកទៅតាមផងគាត់ទៅទុកឲ្យចុះបើយើងនៅខាងក្រោយយើងមិនចេះថែរក្សាគ្នាមិនចេះឲ្យតម្លៃគ្នាមិនចេះបង្កើតនៅអ្វីដែលជាចំណូលប្រចាំថ្ងៃយើងចាំតែឆ្លោះគ្នាអញ្ចឹងក៏វាមិនកើតដែរបងប្អូនបាទអញ្ចឹងសាច់រឿងនេះក៏ចង់អប់រំបាទនេះចំណែកមួយសម្រាប់បងប្អូនតែមិនចង់ថាវាដំគ្នាថាទៅលើទ្រព្យសម្បត្តិឪពុកម្ដាយដែរគ្រាន់តែយើងចេះស្រឡាញ់គ្នាទៅតើឪពុកម្ដាយយើងនៅរស់ម្ដាយយើងនៅរស់គាត់មាននេះធ្វើឲ្យគាត់មានស្នាមញញឹមសង្ឃឹមទៅបាទរឿងហ្នឹងវាមានតែប៉ុណ្្នឹងទេបងប្អូនបើសិនជាបងប្អូនបាទគិតយ៉ាងម៉េចដែរបងប្អូនអាច comment នៅខាងក្រោមវីដេអូនេះបានបាទអញ្ចឹងadminក៏សូមអរគុណនិងសូមជម្រាបលាបងប្អូនទាំងអស់គ្នាបងដែរបាទបើសិនជាចង់បានរឿងពេញៗបងអាចចុចនៅជីវនៅ channel នេះបានដែរអញ្ចឹងអរគុណសូមជម្រាបលាបងប្អូន